ជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានជួបគ្នាទៀតហើយនៅក្នុងនេតិពីនេះពីនោះបាទថ្ងៃ4មិថុនា2017នឹងជាខួប68ឆ្នាំនៃថ្ងៃដែលសភាបារាំងសម័យវ៉ាងសង់អូរីយ៉ូលបានបោះឆ្នោតអនុម័តច្បាប់លេខ49 733ប្រគល់កម្ពុជាក្រោមដែលបារាំងវាហៅថាកូសាំងស៊ីនោះឲ្យទៅពួកអាកន្តូបស្ដេចបៅដាយបាទគ្មានតាក់ទងអីនឹងថ្ងៃទី4មិថុនា2017ដែលនឹងជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់នៅកម្ពុជាផងដែរនោះទេបាទឃើញថ្ងៃដូចគ្នាខ្ញុំក៏ចេះតែថាទៅចំពោះរឿងសហព័ន្ធខ្មែរកម្ពុជាក្រោមយ៉ាងណាទៅហើយនោះខ្ញុំសូមមិនធ្វើអត្ថាធិប្បាយអ្វីទេព្រោះទុកឲ្យគេផ្សះផ្សាបាទផ្សះផ្សាដំបៅឃើញវាប្រហារគ្នាខ្លាំងសម្បើមណាស់ដែរបាទគួរឲ្យអាណិតលោកថាច់ម្នាក់ឯងយើងក៏មិនដឹងថាស្អីជាស្អីទេអូខេគឺនៅថ្ងៃទី4មិថុនាខាងមុខនេះខ្មែរនឹងជ្រើសរើសក្រុមប្រឹក្សាឃុំនិងសង្កាត់ទាំងអស់1646កន្លែងរួមមានកៅអីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបំពេញ 11572 កៅអីបាទគឺច្រើនសម្រាប់ណាស់គណៈបក្សសង្គ្រោះជាតិដែលនៅថ្មីសម្រាប់ការប្រណាំងប្រជែងកាន់កាប់អំណាចមូលដ្ឋានលើកនេះមើលទៅមានសង្ឃឹមថានឹងឈ្នះបានអាសនៈច្រើនជាងគេអ្វីបើក្នុងការបោះឆ្នោតលើកមុនគណៈបកប្រជាជនដែលយួនបង្កើតកាន់កាប់តំណែងជាមេឃុំចៅសង្កាត់នឹងដល់ទៅ 72% ស្ទើរតែទាំងអស់ដែរតែខ្ញុំថាសង្គ្រោះជាតិនឹងឈ្នះព្រោះនៅតាមទីជនបទបងប្អូនខ្មែរលោកលេងខ្វាក់ដូចមុនទៀតហើយដែលពួកគណៈបកយួនបង្កើតវាអាចប្រើសរងប៊ីចេងស្រាលុយទៅទិញទឹកចិត្តទិញសន្លឹកឆ្នោតរបស់ពួកគាត់បាទយើងអាចសង្កេតឃើញថាគណៈបកប្រជាជនដែលមានរូបសំផឹងយួនបាច់ផ្កាអាចឈ្ពឹសនឹងកំពុងតែផិតភ័យបាទរកគ្រប់វិធីដើម្បីវេប្រហារគណៈបកសង្គ្រោះជាតិបាទយើងឃើញថាគណៈបកចង្រៃនេះវាកំពុងតែក្រងប្តឹងតុលាការព្រោះគណៈបកសង្គ្រោះជាតិបានប្រើពាក្យស្លោកថាដូរមេឃុំបំរើបកដាក់មេឃុំបំរើរាជវិញវាខ្លាចចាញ់បាទឃើញគេប្រើពីរោះល្អវាគិតរោរឿងបាទទៅជារោរឿងទៅវិញដោយចេញជាសេចក្តីថ្លែងការណ៍មួយថាសមាជរបស់គណៈបកសង្គ្រោះជាតិកាលពីថ្ងៃទី2មីនាកន្លងមកបានចេញនៅគោលនយោបាយអាទិភាព5ចំណុចហើយបានរំលេចនៅខ្លឹមសារចម្បងថាដូរមេឃុំបំរើបកដាក់មេឃុំបំរើរាជគណៈបកប្រជាជនកម្ពុជាបានចាត់ទុកខ្លឹមសារខាងលើនេះថាជាចរិតញុះញង់ចរិតមិនមែនចរិតទេអាឈួតបង្កហេតុនិងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់ទូទាំងប្រទេសដែលបានខិតខំបម្រើប្រជាជនស្របតាមទូនាទីរបស់ខ្លួនដោយមិនមានការរើសអើងនិន្នាការនយោបាយសោះឡើយវាចេះតែនិយាយទៅក៏វាបម្រើបកវារហូតនឹងទៅឆ្វេងទៅស្ដាំហ្នឹងបម្រើបកថាបម្រើប្រជាជនគេក្តៅក្រហាយអស់មនគរទៅហើយអាលំបល់អើយវាថាគណៈបកប្រជាជនទាមទារឲ្យថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិកែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារខាងលើនេះដើម្បីរក្សាបរិយាកាសល្អនិងសុខសន្តិភាពរបស់ប្រជាជាតិបើមិនកែតម្រូវទេគណៈបកប្រជាជនដែលយួនបង្កើតរក្សាសិទ្ធិដើម្បីប្តឹងទៅតុលាការនេះមកមួយទៀតដែរជួបប្តឹងនេះបាទវាប្តឹងមកពូជវាទាំងអស់អាពួកចង្រៃហើយម្យ៉ាងទៀតគណៈបកប្រជាជនដែលមានរូបសំផឹងយួនបាច់ផ្កាអាចឈ្ពឹសនោះពុំបានធ្វើតាមពាក្យសន្យារបស់វាឡើយ
តែពួកអាមេមេនិងមន្ត្រីបកយួននេះបាននាំគ្នាស្រែកឃោសនាថាគណៈបកសង្គ្រោះជាតិបានតែមាត់បានតែឃោសនាមិនដែលធ្វើតាមពាក្យសន្យាដែលបានឃោសនាទៅនោះទេបានមានតែមនុស្សអត់ខួរទៅគេជឿពាក្យជេររបស់ពួកគណៈបកយួនបង្កើតនេះព្រោះគេដឹងទាំងអស់គ្នាទៅហើយថានឹងឲ្យសង្គ្រោះជាតិធ្វើអ្វីបានបើអំណាចមិនមែននៅក្នុងដៃរបស់សង្គ្រោះជាតិនោះបើកាលពីស្រុកខ្មែរជួបប្រទះនឹងបញ្ហារាំងរឹសខ្វះទឹកឲ្យស្រែចម្ការអាខ្វាងវាក៏បានស្រែកឡោងឲ្យខ្មែរចាំមើលថាបកប្រឆាំងនឹងជួយខ្មែរដែរឬទេតាមទាំងហាមិនឲ្យគេនិយាយថាគេមិនមែនគណៈបករដ្ឋាភិបាលអាឆ្កែខ្វាក់នេះវាវាយក្បាលគេហើយទេលុយទៀតពីវនាចំពោះគណៈបកនយោបាយដទៃទាំងបកចាស់ទាំងបកទៅបង្កើតថ្មីគឺសុំចេញជួយធ្វើសកម្មភាពយើងនឹងរងចាំមើលតើបកនយោបាយណាខ្លះចេញមុខជួយប្រជាជនដោះស្រាយទឹកណាសម្រាប់ប្រជាពលរដ្ឋចាំមើលតើគាត់ចាំយកត្រឡឹកឆ្នោត2017ឬ2013ឬគាត់ជួយដោះស្រាយទឹកចាំមើលហ្នឹងបងប្អូនប្រជាពលរដ្ឋរងចាំមើលតើមានបកនយោបាយណាខ្លះចេញមុខដោះស្រាយទឹកសម្រាប់ប្រជាជនដែលកំពុងខ្វះខាតហើយសូមកុំនិយាយពាក្យថាខ្ញុំមិនមែនជាបកកាន់រដ្ឋាភិបាលខ្ញុំអត់ទទួលខុសត្រូវអញ្ចឹងបានតែគេថាលោកឯងធ្វើបកហ្នឹងដើម្បីអីណាបើគ្រាន់តែជួយដោះស្រាយទឹកលោកឯងមិនធ្វើបានផងអញ្ចឹងលោកឯងសន្យាតែប្រមាថគឺគ្រាន់តែជាការសន្យាខ្យល់ទេរឿងជួយប្រជាពលរដ្ឋខ្មែរគឺជាតួនាទីជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែពួកអធិរាជានវាបានដណ្ដើមយកទៅនោះវាជាការទទួលខុសត្រូវរបស់អាក្របីខ្វាក់ឯងនឹងហើយព្រោះឯងបានប្លន់យកអំណាចដឹកនាំទៅកាន់បាទនិយាយឲ្យចេះខ្មាស់ឆ្កែខ្មាស់ឆ្មាខ្លះទៅមើលអរ៉ៃរដ្ឋាភិបាលមានភារៈត្រូវតែជួយសង្គ្រោះប្រជាពលរដ្ឋព្រោះបើពួកអធិរាជានមិនជួយតើពួកឯងមកធ្វើនាយករដ្ឋមន្ត្រីធ្វើអីទុកឲ្យអ្នកដតីបកដតីគេមានឱកាសបានធ្វើទៅហើយបើគេមិនជួយប្រជាពលរដ្ឋសុំជេរគេខណៈនេះអ្នកដតីគណៈបកដតីគេមានតែកាតព្វកិច្ចផ្លូវចិត្តតែប៉ុណ្ណោះគឺ moral obligation គេធ្វើក៏បានមិនធ្វើក៏បានគេកាប់ឯងនឹងវាស្លន់ស្លោប្ររដ្ឋាភិបាលរបស់ឯងមិនដែលខ្វល់ខ្វាយរឿងប្រជាពលរដ្ឋត្រូវប្រឈមនឹងបញ្ហាអ្វីៗនោះឡើយដែលពួកឯងខ្វល់ក៏គឺព្យាយាមរកលុយចូលគ្រួសាររបស់ឯងឲ្យក្រុមហ៊ុនរបស់កូនចៅឯងរបស់បកពួកឯងបានរីកចម្រើនធ្វើផ្លូវធ្វើស្ពានដែលជាផ្នែកនៃនយោបាយលេបត្របាក់កម្ពុជារបស់យួនដរាបណាពួករបបដេរេឆាននេះពួកនៃគណៈបកប្រជាជនដែលយួនវាបានបង្កើតមកនេះមិនព្រមដោះស្រាយបញ្ហាដែលវាជាកញ្ចេះយួនមកយូរហើយគឺយួននៅលើអំបែងក្បាលវានោះទេវាមានតែនៅពីលើក្បាលមកខ្ញុំសូមនិយាយដោយត្រង់ព្រោះថាចង់ឲ្យនិយាយត្រង់ទៅត្រង់មកបើត្រង់ទៅត្រង់មកយើងត្រូវនិយាយត្រង់ហើយនិយាយឲ្យប្រជាជនខ្មែរបានដឹងកងទ័ពវៀតណាមនៅកម្ពុជាជាង 100000 នាក់ខ្ញុំអាយ៉ងវៀតណាមយើងមិនអាចទទួលយកពួកអានរកមនុស្សចង្រៃរំរុកមកធ្វើជាខ្មែរជាមេដឹកនាំខ្មែរបាននោះឡើយអរលោកនាងជាទីមេត្រីតើហ៊ុនសែនមានសមត្ថភាពធ្វើជាមេដឹកនាំរបស់ខ្មែរបានដែរឬទេប្រកាសណាស់វាជាមេដឹកនាំ30ផ្លាយឆ្នាំទៅហើយនោះវាអួតរាល់តែថ្ងៃបាទតែវាជាមេដឹកនាំល្អឬយ៉ាងណាមេដឹកនាំបែបមេចៅបាទឃើញមួយថ្ងៃចេញមកថ្លៃលើកញ្ចក់ទូរទស្សន៍អួតតែពីការលោកកាន់តំណែងមកបានយូរអួតតែពីកំណើនសេដ្ឋកិច្ច 7% ស្អីផងវាហ្នឹង
គេយកក្របបែកមកទម្លាក់លើក្បាលហើយគេមកទាលុយឲ្យយើងសងដល់យើងមិនតាន់បានសងប្រាប់ IMF ថាកុំឲ្យខ្ចីលុយមិនឲ្យខ្ចីទេខ្ញុំមានសេដ្ឋកិច្ច 7% ឲ្យមាន IMF ចូលមករួមចំណែកទេអត់ IMF ក៏វាមិនងាប់ខ្មែរដែរបាទមិនងាប់ខ្មែរតែរត់ចោលស្រុកទាំងលៀនហើយអាការ 7% ហ្នឹងគឺពួកវាមួយកញ្ញិចហ្នឹងដែលបានកើនចំណែកឯប្រជាពលរដ្ឋខ្មែរភាគច្រើនគេនៅក្រីក្ររហេមរហាមបើកម្ពុជារីកចម្រើនមែនខ្មែរមិនចាំបាច់នាំគ្នារត់ទៅរកការងារធ្វើនៅស្រុកសៀមតែខ្មែរយើងចាត់ទុកថាជាសត្រូវនោះទេខ្ញុំឆ្ងល់ដែរថាហេតុដូចម្ដេចបានជាខ្មែរមិននាំគ្នាទៅរកការងារធ្វើនៅស្រុកយួនវិញបើសេដ្ឋកិច្ចពួកវានឹងល្អណាស់បាទមួយថ្ងៃឮតែអាចង្រៃខ្វាងនឹងវាជេរអ្នករិះគន់វាព្រមានអ្នកដែលវិភាគបញ្ហាផ្សេងមិនត្រូវចិត្តវាដូចជាលោកគុលបញ្ញានៃអង្គការ Confrel ជាដើមដែលវាបានគម្រាមថានឹងចាប់ដាក់គុកអានេះឃើញតែគុកបាទអញ្ចឹងបានមានអ្នកខ្លះហៅវាថាជួបប្តឹងអរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានអាខ្វាងហាក់ដូចជាមានមោទនភាពខ្លាំងណាស់ដែលវាបានកម្ចាត់លោកសំរងស៊ីចេញពីគណៈបកសង្គ្រោះជាតិបានសម្រេចជម្រាបតាមត្រង់លោកសំរងស៊ីតាមរយៈព្រឹត្តិកម្មរបស់លោកក្រោយការបោះឆ្នោតឆ្នាំ 2013 បានធ្វើឲ្យខ្មែរជាច្រើនរួមទាំងខ្មែរចោលស្រុកដូចខ្ញុំបាននេះផងមិនពេញចិត្តយ៉ាងខ្លាំងព្រោះយើងជឿលើសច្ចធម៌និយាយពាក្យណាធ្វើពាក្យនឹងយើងជឿលើពាក្យសម្បត្តិបាទតែលោកសំរងស៊ីហាក់ដូចជាបានក្បត់ពាក្យសម្ដីរបស់លោកច្រើនដងណាស់ខ្ញុំយល់ថាជួនកាលលោកមានការចាំបាច់ត្រូវតែបដូរជំហរដើម្បីរស់ឬក៏ដើម្បីជោគជ័យនៃល្បិចនយោបាយរបស់លោកតែយើងទ្រាំមិនបានឡើយដែលមេដឹកនាំយើងនិយាយភូតកុហកបែបហ្នឹងចំពោះពួកយើងដែលជាអ្នកគ្រប់គ្រងបាទខ្ញុំគ្មានទួនាទីអីនៅក្នុងគណៈបកអីនេះទេតែថាអូខេគ្រប់គ្រងព្រោះជាគណៈបកប្រជាធិបតេយ្យបាទខ្វាងវាបានប្រើល្បិចកលគៀបច្របាច់តលតែលោកសំរងស៊ីគ្មានផ្លូវដើរត្រូវចោះចេញពីតំណែងបាទរឿងនេះចាត់ទុកថាជារឿងល្អម្យ៉ាងដែរប្រកាសណាស់លោកសំរងស៊ីបានប្រកាសថាលោកនិងលោកកឹមសុខានៅតែជាមនុស្សតែមួយដូចដើមរឿងនេះបើជាការពិតក៏ជារឿងល្អអាខ្វាងវាបានក្អេងក្អាងពីជោគជ័យនៃការចេញផ្សាយសម្លេងថតរវាងវានិងលោកកឹមសុខាដោយវាគិតថាពេលនេះវាអាចបង្ខូចគេឈ្មោះមេដឹកនាំគណៈបកសង្គ្រោះជាតិបានហើយខ្មែរក៏នឹងឈប់បោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិព្រោះការបើលោកកឹមសុខាជាកូនជឹងរបស់វាដោយមនុស្សជាច្រើនគេបានលោតចេញមកស្រែកជេរលោកហើយក្នុងនោះរួមមានទាំងសួងសុភ័ណ្ឌម្នាក់ផងបាទអាយុវជនមេបោកនេះបាត់មុខសំងំនៅឯបបៃលិនយូរឆ្នាំហើយតាំងតែពីក្រោយបោះឆ្នោតលក់ខ្លួនឲ្យអាខ្វាងទៅហើយនោះឥឡូវស្រាប់តែផុសចេញមកជេរលោកកឹមសុខាបណ្ដេញឲ្យលោកចុះចេញពីតំណែងរឿងនេះវាមិនងាយដូចគិតនោះទេព្រោះអ្នកដែលជ្រើសតាំងលោកកឹមសុខាគឺអង្គសមាជវិសាមញ្ញរបស់គណៈបកសង្គ្រោះជាតិមិនមែនអាមីអាថោងណាមកបន្ទប់លោកនោះឡើយម្យ៉ាងទៀតយើងក៏មិនឃើញត្រង់ណាដែលថាលោកកឹមសុខាទទួលបញ្ជាពីអាខ្វាងនោះហើយផ្ទះកំភ្លៀងលោកសំរងស៊ីក៏មិនឃើញមានត្រង់ណាដែលអាចបកប្រែបានថាលោកកឹមសុខាបានផ្ទះកំភ្លៀងលោកសំរងស៊ីឲ្យអាខ្វាងមើលក្រៅពីសារដូចជាក្នុង Twitter ដែលកូនស្រីរបស់លោកកឹមសុខាបាន tweet បញ្ចេញយោបល់ប៉ះពាល់នឹងចាស់ទុំរបស់គណៈបកបន្តិចបន្តួចតែសម្រាប់មនុស្សរស់នៅប្រចាំប្រទេសគឺប្រទេសសេរីការបញ្ចេញយោបល់ប៉ុណ្ណឹងវាកំពេចកំប៉ុកណាជាទស្សនៈរបស់បុគ្គល
ហើយបើលោកអ្នកនាងស្ដាប់សម្ដីលោកកឹមសុខាដែលបាននិយាយពាក់ព័ន្ធទៅនឹងអាខ្វាងវិញខ្ញុំគិតថាលោកអ្នកនាងច្បាស់ជាគិតដូចខ្ញុំដែរថានេះគឺជាការត្បកក្បាលអាក្របីខ្វាក់បានយ៉ាងឆ្ងាញ់ពិសាបាទក្លើសហើយក្លើសទៀតអ្វីបើសម្ដីនេះលោកកឹមសុខាបាននិយាយមកយូរក្រែលហើយបាទហើយវាអត់ច្បាស់វាចាំបោកទេបងប្អូនខ្ញុំបានញ៉ាំប្រាប់ថាហ៊ុនសែនមកកម្មសខាបានទេកម្មសខាធ្វើបោកហ៊ុនសែនបានអានេះគឺមិនអ្នកខ្លះតាមទៅទិញបានយុទ្ធសាស្ត្រដដែលហ៊ុនសែនបងប្អូនឥឡូវអស់អីទេហើយយុទ្ធសាស្ត្ររបស់គាត់ជាមួយពួកមេដឹកនាំមួយអ្នកនយោបាយតាមពីរានរិនតាមពីអីមុនមកទី1ទេទី2សម្រាប់ទី3បំបាយពិបាកយុទ្ធសាស្ត្រ3នេះគាត់ធ្វើដែរទិញសម្រាប់បំបាយពិបាកហ៎គាត់ធ្លាប់ធ្វើឥឡូវនឹងមកធ្វើលើគណៈបកសម្ពុជាបើបាច់យ៉ាងដែរដល់មកបាច់ទៅហ៊ុនសែនចេះមកបណ្ដាសាក់នេះចេះទេបងប្អូនគ្មានចេះអីទេចេះតែពីមើលគាត់សាំផងមើលគាត់សាំផងតែអ្វីហ្នឹងបងប្អូនឥឡូវមកធ្វើមកលើរដ្ឋបានធ្វើលើអ្នករទេបានមកធ្វើលើកម្មសខាអស់ហើយនេះអានេះសាំផងណាអស់ហើយតែមនុស្សសម្លត់មិនខ្លាចបំបាយចោលអស់ដល់ទៅrồiខ្ញុំបានប្រាប់គេថាសុំពឹងអាមេរិកជួយពីព្រោះខ្ញុំហើយជាខុសមេដឹកនាំប្រទេសទៅហើយពួកខ្ញុំមើលឃើញមេដឹកនាំខ្មែរកន្លងមកច្រើនតែចាក់ខ្សែដល់ចាក់ខ្សែអត់ទាំងអស់បើខ្ញុំប្រាប់ថាខ្ញុំចាក់ក្រៅហើយបាទគឺប្រជាធិបតេយ្យពិតប្រាកដអត់មានទៅរកមកនេះទេខ្ញុំប្រាប់គេថាឥឡូវខ្ញុំចាក់ក្រៅតាមប្រជាធិបតេយ្យហើយប៉ុន្តែខ្ញុំសុំឲ្យអ្នកឯងជួយឥឡូវគណៈបកសម្ពុជាគាត់ចោលលើក្រោយ100%ឈ្នះមិនថាខ្ញុំមានថាលួចប៉ុណ្ណឹងហើយបោកតែ4%រឿងអីមិនចេះមែនទេបងប្អូនវាអត់ស្វាវាចាំបោកទេបងប្អូនខ្ញុំបានញ៉ាំប្រាប់ថាហ៊ុនសែនមកកម្មសខាបានទេកម្មសខាធ្វើបោកហ៊ុនសែនបានអានេះគឺបានយើងឃើញថារឿងនេះជាការពិតដែលកឹមសុខាបានធ្វើឲ្យហ៊ុនសែនឆេះដុំច្រើនដងក៏ប៉ុន្តែប្រកាសណាស់អាខ្វាងវាមានអំណាចពាសមេឃហើយថែមមានពួកអាទីប្រឹក្សាជំនាញការយួនកន្តោបនៅលើក្បាលវាមកចំព្រោះទៀតវាមិនព្រមឲ្យលោកកឹមសុខាក្បត់វាច្រើនដងពេកនោះទេបាទមានគេប្រាប់ខ្ញុំថាអាខ្វាក់ហ៊ុនសែនវាមានមនុស្សវាច្រើនណាស់ដែលវាចិញ្ចឹមទុកសម្រាប់ឲ្យជេរវាថាមានពួកមេដឹកនាំគណៈបកមួយចំនួនបាទមិនបាច់ប្រាប់ឈ្មោះទេលោកអ្នកនាងជ្រាបហើយអ្នកណាខ្លះដែលបានទទួលលុយពីអាខ្វាងហើយក៏នាំគ្នាជេរព្រុសដាក់វានឹងបែកផ្សែងតែម្ដងគឺអាខ្វាងវាអនុញ្ញាតឲ្យជេរវាមកសេរីលើកលែងតែរឿងមួយឬពីរដូចជាហាមហៅវាថាអាក្បត់ជាតិនិងហាមនិយាយថាមីងៀងធីទ័រជាប្រពន្ធហើយអាហ៊ុនម៉ាណែតជាកូនរបស់អាកន្តោបលេដឹកធរទោះជាយ៉ាងណាក៏ដោយយើងឃើញថាសន្ទរកថាឬអបមង្គលកថារបស់អាខ្វាងស្ទើរតែរាល់ថ្ងៃព្រោះអាមួយនេះវាចេះតែរឿងចែកសញ្ញាបត្រឲ្យសិស្សសាលាឬក៏កាត់បូសម្ពោធថ្នល់សម្ពោធសាលារៀនអីប៉ុណ្្នឹងទេដែលជាការងារគោលរបស់វាក្រៅពីការបញ្ជាឲ្យសម្លាប់គូបដិបកឬចាប់អ្នករីគន់វាដាក់គុកបាទអ្វីដែលវាថ្លែងមួយថ្ងៃហ្នឹងឃើញតែរឿងប៉ុណ្ណឹងជេរសំរងស៊ីកឹមសុខាឬក៏អ្នកណាដែលមានគំនិតផ្ទុយពីវាដែលវាទិញមិនបានសម្លុតមិនខ្លាចបាទដូច្នេះសូមលោកស្ដាប់សំឡេងលោកកឹមសុខដែលលោកបានស្រែកប្រាប់បងប្អូនខ្មែរគណៈដែលត្រូវពួកឆ្មាំគុកអូសទាញចេញពីសាលាអូតូចាប់បញ្ច្រកឡានក្រោយដែលតុលាការអាយ៉ងមួយនេះ
បានតម្កល់ទុកនៅសេចក្តីសម្រេចរបស់សាលាដំបងទីម៉ោងឲ្យឃុំខ្លួនលោកគឹមសុខបន្តទៀតដោយអាងថាលោកបានញុះញង់នឹងបរិហាគេគណៈបកកណ្ដាលអំណាចបញ្ចូលខ្ញុំហើយគម្រាមកំហែងខ្ញុំដាក់គុកងងឹតហើយម្យ៉ាងវិញទៀតដាក់គុកងងឹតដើម្បីឲ្យខ្ញុំណាគេរត់ចូលបងបំណាងលោកយករដ្ឋត្រីហ៊ុនសែនហើយមួយវិញទៀតឲ្យជាតិណូដែលគេឲ្យខ្ញុំទៅស្ទើរលិខិតសុំទោសហើយជាតិណូក្នុងការឲ្យខ្ញុំនឹងនៅក្រៅឃុំដូច្នេះស្នើលោកនាយករដ្ឋមន្ត្រីឲ្យតាមទៀតជាការមេត្តាខ្លាំងណាស់ដែលចង់បង្ខំឲ្យលោកគឹមសុខសុំទោសពួកវានឹងតែយើងគួរសរសើរទឹកចិត្តជាខ្មែររបស់ពួកអធិរាជទាំងអស់នេះដែរឬទេខ្ញុំឮអ្នកណាម្នាក់នោះគេនិយាយថាអូយដែលសម្ដេចដេជោចាប់គឹមសុខដាក់គុកនឹងមកពីសម្ដេចដេជោអាណែតខ្លាចយួនវាសម្លាប់ថាអញ្ចឹងថាគេនេះគឺពួកយួននឹងខ្លាចគេសម្លាប់ព្រោះថាបើសម្លាប់ហើយគឺសម្ដេចខូចឈ្មោះហើយគឹមសុខក៏ស្លាប់ដោយកែមលីនឹងអូយគួរឲ្យសរសើរណាស់បាទលោកគឹមសុខបើរឹងនឹងពួកវាអាចដាក់គុករយៈពេលយូរដោយដែលលោកក្មួយគង់រាយានិងសកម្មជនសិទ្ធិដីធ្លីសិទ្ធិមនុស្សពួក NGO ពួកអ្នកនយោបាយជាច្រើនទៀតដែលបានត្រូវជាប់គុកទៅហើយមួយចំនួនធំនៅកំពុងជាប់គុកនៅឡើយនោះតែបើសិនជាទឹកចិត្តរបស់លោកគឹមសុខរឹងមាំឥតវាយវេឥតបត់បែនដោយយកលោកក្មួយគង់រាយាជាគំរូយើងក៏ច្បាស់ជានឹងបានវីរជនបន្ថែមមកទៀតបាទហើយម្ដងនេះជាវីរជនដែលនៅរស់មិនមែនវីរជនបច្ឆាមរណៈនោះឡើយតើនេះសូមជួយស្ដាប់លោកយុវវីរជនខ្មែរគង់រាយាបានថ្លែងក្រោយដែលចេញពីគុកមកបានជិត1សប្តាហ៍នោះខ្ញុំគង់រាយាថ្ងៃនេះថ្ងៃទី28ខែ2ឆ្នាំ2017ខ្ញុំទើបតែបានចេញពីពន្ធនាគាររយៈពេល6ថ្ងៃទេមិនទាន់បានឡើយហើយរយៈពេល6ថ្ងៃខ្ញុំទាន់បាន1អាទិត្យពេញលេងទេថ្ងៃនេះខ្ញុំពុំមែនមកដើរលេងទេគឺគ្រាន់តែចង់យកទឹកសមុទ្រដែលសារជាតិប្រៃពីធម្មជាតិលាងទម្រះនៅភាពកខ្វក់មេរោគដែលជាប់នឹងរាងកាយខ្ញុំតែប៉ុណ្ណោះទោះបីជាខ្ញុំទៅដល់ទីណាក៏ដោយខ្ញុំនៅតែគិតរឿងប្រទេសជាតិខ្ញុំពេញក្នុងខួរក្បាលរបស់ខ្ញុំហើយនេះខ្ញុំក៏ចង់សច្ចាចំពោះសមុទ្រដ៏ធំនៅទីនេះដែរប្រសិនបើទៅថ្ងៃមុខទៀតខ្ញុំមិនស្មោះជាមួយនឹងប្រទេសជាតិខ្ញុំមិនស្មោះត្រង់ជាមួយនឹងប្រជាជនកម្ពុជាខ្ញុំមិនគោរពរៀបច្បងខ្ញុំមានសេចក្តីអំនួតគិតថាខ្លួនឯងខ្លាំងខ្លួនឯងអស្ចារ្យសូមឲ្យទឹកសមុទ្រនេះពន្លិចខ្ញុំនៅពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់សមុទ្រប្រសិនជាខ្ញុំក្បត់ប្រទេសជាតិទុកតម្លៃបរទេសជាធំសូមឲ្យសត្វសមុទ្រសម្លាប់ខ្ញុំរកសាកសពខ្ញុំពុំឃើញហើយខ្ញុំក៏សូមសំណូមពរឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមេត្តារួបរวมគ្នាឡើងក្នុងនាមយើងជាខ្មែរតែមួយសូមមេត្តាយល់ពាក្យថាខ្មែរតែមួយហើយខ្មែររួបរวมឲ្យបានច្បាស់ពុំមែនពាក្យខ្មែរតែមួយហើយនៅខ្មែររួបរวมមានន័យថាការប្រកាន់និន្នាការនយោបាយអ្នកឯងបកប្រឆាំងខ្ញុំបកកាន់អំណាចខ្ញុំមិននិយាយជាមួយអ្នកឯងបកកាន់អំណាចខ្ញុំបកប្រឆាំងខ្ញុំមិននិយាយជាមួយសូមកុំលៀបពណ៌គ្នាថាអញ្ចេះថាអញ្ចោះសូមធ្វើគ្រប់យ៉ាងដើម្បីប្រយោជន៍ខ្មែរទាំងអស់គ្នាដើម្បីប្រទេសជាតិរីកចម្រើនរុងរឿងមានសន្តិភាពហើយខ្ញុំក៏សូមបញ្ញាចិត្តថារស់នៅជាមួយប្រជាពលរដ្ឋស្លាប់លើដីខ្មែរមិនស្លាប់លើដីបរទេសហើយខ្ញុំសូមឲ្យ
មេដឹកនាំទាំងអស់មេត្តារួបរวมគ្នាឡើងមេត្តានិយាយគ្នាឡើងមេត្តាសម្បទានឲ្យគ្នាឡើងគ្រប់មនុស្សតែងតែមានកំហុសដូចជាបំផុតប៉ុន្តែសំខាន់គឺគាត់ចេះកែប្រែប្រសិនបើអស់លោកមន្ត្រីធំចេះកែប្រែខ្លួននោះអស់លោកនៅតែជាអ្នកបរិសុទ្ធខ្មែរជារៀងដរាបប៉ុន្តែបើសិនជាអស់លោកមន្ត្រីធំរូបណាដែលកំពុងតែប្រព្រឹត្តអំពើពុករលួយដែលកំពុងតែធ្វើសកម្មភាពបំផ្លាញខ្មែរនោះអស់លោកនឹងខ្លាចទៅជាជនបំផ្លាញជាតិដែលប្រវត្តិសាស្ត្រក្រោយគេនឹងចាត់ទុកជាដោយជាបំផុតឡើយដូចយើងឃើញហើយក្សត្រនិងមន្ត្រីណាដែលមានស្នាដៃកសាងជាតិនោះសម័យក្រោយគេនឹងលើកដំកើងលើកសរសើរប៉ុន្តែចំពោះក្សត្រឬមន្ត្រីណាដែលអសមត្ថភាពដែលបំផ្លាញជាតិដែលគិតតែអំពើអបាយមុខប្រយោជន៍ផ្ទាល់ខ្លួនបពុនិយមនោះប្រវត្តិសាស្ត្រនឹងស្ដីបន្ទោសភាពហឺហាភាពសប្បាយភាពលោឆាយភាពស្ដុកស្ដំនឹងមិនធ្វើឲ្យអ្នករីកចម្រើនឡើយគ្រាន់តែធ្វើឲ្យអ្នកយល់ថាវាអស្ចារ្យតែមួយគ្រាប៉ុណ្ណោះប៉ុន្តែកូនចៅរបស់អ្នកអាចនឹងមានវិបដិសេរីអាចនឹងរិះគន់អ្នកនៅពេលដែលអ្នកអស់អំណាចឬក៏កំពុងតែរិះគន់អ្នកពីព្រោះខ្ញុំជឿថាមនុស្សទាំងអស់គឺស្រឡាញ់នៃភាពស្អាតស្អំដូច្នេះទោះយ៉ាងណាពួកគាត់នៅមានកូនចិត្តថាអ្វីដែលគាត់កំពុងតែមានសពថ្ងៃដែលបានមកពីបងឪពុកពូមាមិញជីដូនជីតានេះគឺវាជារបស់មិនល្អដូចគ្នាដែរបាទអរគុណប្រសិនបើខ្ញុំមានពាក្យសម្ដីត្រង់ណាខុសសូមឲ្យបងប្អូនដែលបានឃើញវីដេអូមួយនេះមេត្តាអភ័យទោសដល់រូបខ្ញុំផងសូមអរគុណអរលោកនាងមានស្ដាប់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំដូចជាគ្មានអ្វីសំខាន់ជាដំណោះស្រាយសម្រាប់បញ្ហាប្រទេសជាតិយកមកជម្រាបលោកនាងទេក្រៅពីរឿងចម្រូងចម្រាសដែលយើងទាំងអស់គ្នាក៏បានដឹងអស់ទៅហើយគឺអ្វីអាក្រក់ដែលកំពុងតែកើតមាននៅឯកម្ពុជានោះបាទនឹងអាចជម្រាបលោកនាងបានក៏មានតែរឿងថាសូមឲ្យប្រយ័ត្នប្រយែងបន្តិចព្រោះថាសោកនាដកម្មអាចនឹងកើតមានបានគ្រប់នាទីខណៈនេះកំពុងតែមានការផលិតវីរៈបរោះវីរៈនារីចេញមកពេញស្រុកហើយមានទាំងរបស់ពិតនិងរបស់คล้ายคล้ายបាទយើងមិនអាចចង្អុលមុខបានទេថាអ្នកនេះជាអ្នកស្នេហាជាតិពិតប្រកបអ្នកនោះជាតួបន្លំត្រូវតែតាមមើលព្រឹត្តិកម្មរបស់ពួកគេផងបាទដែលខ្ញុំជម្រាបថាយើងគួរតែប្រយ័ត្នប្រយែងខ្លាចមានសោកនាដកម្មម្ដងទៀតនោះព្រោះសត្រូវរបស់ខ្មែរនឹងមានច្រើនស្រទាប់ណាស់ក្រៅពីពួកអាម៉ាហ្វីយ៉ាមនុស្សពីលអុកញ៉ាធំដែលកំពុងតែបំផ្លិចបំផ្លាញកម្ពុជាដើម្បីផលប្រយោជន៍ផ្ទាល់របស់ពួកវានោះហើយក៏នៅមានពួកអាខ្ញុំគេចេះយួនដូចជាអាហ៊ុនខ្វាងជាដើមហើយលាក់ខ្លួននៅពីក្រោយខ្នងរបស់ពួកអាកញ្ចេះយួនគឺពួកយួនដែលបង្កប់ខ្លួននៅក្នុងចំណោមក្រសួងស្ថាប័នយ៉ាងប្រព្រឹត្តប្រព្រឹត្តនោះក្រុមណាមួយក្នុងប្រមាណក្រុមនេះសិតតែអាចបង្កហេតុកាប់សម្លាប់អ្នកជាតិនិយមបានទាំងអស់អ្នកណាធ្វើខ្លួនជាឆ្អឹងស្លាក់កយួនដែលមានមហិច្ឆតាចង់លេបស្រុកខ្មែរធ្វើជាខេត្តរបស់យួនមួយទៀតក្រុមគ្រួសាររបស់អាខ្វាងនឹងគ្នាវាដែលមានផលប្រយោជន៍ដ៏មហាសាលរបស់ពួកវាចាំបាច់ត្រូវការពារហើយនឹងក្រុមពួកពាលាអាវ៉ាសែពួកអង្គញាអង្គញុកចង្រៃរុំរុកទាំងអស់នេះអាចនៅពីក្រោយការលបសម្លាប់បុគ្គលដែលយើងស្រឡាញ់រាប់អានបានបាទសន្មតថាយួនវាស្អប់និស័យឬក៏សេចក្តីក្លាហានរបស់លោកគឹមសុខដោយដែលពួកវាបានស្អប់លោកកែមលីដែលលោកបានព្យាយាមបកអាក្រាតវត្តមានរបស់យួនយ៉ាងច្រើនកុះករនៅស្រុកខ្មែរពួកវាអាចលបសម្លាប់លោកគឹមសុខក៏បាន
ហើយទម្លាក់កំហុសទាំងអស់ទៅលើអាខ្វាងកំហឹងខ្មែរនឹងផ្ដោតទៅលើអាខ្វាងព្រោះយួនវាបានប្រើឲ្យធ្វើជាអ្នកនៅលើឆាកសម្រាប់ស្រែកវោសវាស់ជេរផ្មេះតេះដៀលគូបដិបៈយ៉ាងឆ្ងាញ់អារម្មណ៍បាទវិធីនេះគេហៅថាការបង្វែរគឺបែរការយកចិត្តទុកដាក់លោកនាងមានស្ដាប់ជាទីគោរពរាប់អានសូមកុំភ្លេចថាគោលដៅរបស់ខ្មែរគ្រប់រូបគឺត្រូវតែបដូរពួកអាខ្វាងចេញឲ្យខាងតែបានដើម្បីកម្ចាត់ពួកយួនជាគោលដៅចម្បងទី2នោះហើយដូចម្តេចយើងមិនអាចក្រោកបង្ក្រាបឬក៏ដេញកាប់យួនពេលនេះបានព្រោះពិបាកនឹងធ្វើណាបាទតែបើសិនជាយើងបោះឆ្នោតឈ្នះមានអំណាចនៅក្នុងដៃយើងអាចធ្វើឲ្យច្បាប់ទាំងឡាយក្លាយជាច្បាប់ពិតប្រាកដមិនមែនប្រើច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយអាខ្វាងវាធ្វើនឹងទេច្បាប់សម្រាប់តែអ្នកដទៃមិនមែនសម្រាប់វានោះវាធ្វើជាគោរពច្បាប់ខ្លាចច្បាប់ក៏ប៉ុន្តែវាអង្គុយលើច្បាប់បាទអាកបីព្រៃនេះមកឆ្នេះឆ្នោតហើយពួកវាមិនព្រមប្រគល់អំណាចឲ្យគណៈបកសង្គ្រោះជាតិផ្លូវចេញក៏មានតែមួយគត់មិនមែនវប្បធម៌ចរចាស្អីនោះទេតែពេលនេះគឺវប្បធម៌បង្ហូរឈាមតែត្រូវមានការរៀបចំផែនការទម្លុះទម្លាយឲ្យបានត្រឹមត្រូវហើយនឹងរោគបង្អែកពីសហរដ្ឋអាមេរិកឬពីប្រទេសខ្លាំងៗណាជាមុនសិនដោយដែលលោកកឹមសុខាបាននិយាយមុននេះបន្តិចខ្ញុំបានប្រាប់គេថាសូមពឹងអាមេរិកជួយពីព្រោះខ្ញុំហើយជាខុសមេដឹកនាំប្រទេសទៅហើយពួកខ្ញុំមើលឃើញមេដឹកនាំខ្មែរកន្លងមកច្រើនតែចាក់ខ្សែដល់ចាក់ខ្សែអត់ទាំងអស់បើតែខ្ញុំប្រាប់ថាខ្ញុំចាក់ក្រៅហើយបាទគឺប្រជាធិបតេយ្យពិតប្រាកដអត់មានតរមកនេះទេបាទតែខ្ញុំប្រាប់រឿងណាឡើយខ្ញុំចាក់ក្រៅតាមប្រជាធិបតេយ្យហើយប៉ុន្តែខ្ញុំសុំឲ្យអ្នកឯងជួយឥឡូវគណៈបកសង្គ្រោះជាតិបោះឆ្នោតលើកក្រោយ100%ឈ្នះក្រៅពីនេះខ្មែរធម្មតាសាមញ្ញសពថ្ងៃក៏គេមើលឃើញធ្លុះធ្លាយអស់ទៅហើយដោយដែលលោកក្មួយនៅលើ Facebook ម្នាក់នេះលោកបានមានប្រសាសន៍ជាដើមបាទថាខ្មែរគេដឹងអស់ទៅហើយនៅចរិតថោកទាបជាខ្ញុំបញ្ជាយួនរបស់អាខ្វាងនោះបានក៏មានតាមប្រព័ន្ធ Facebook ទាំងអស់ហើយមកឃ្លាទីតែសូមផ្ញើទៅអា friend you និងម្ចាស់ page អាស័យហាដែលកន្លងមកថាម្ចាស់ page នេះដឹងរឿងច្រើនណាស់រឿងអាស្រូវគណៈបកសង្គ្រោះជាតិតាមមន្ត្រីតូចដល់មន្ត្រីធំតាមពីមន្ត្រីចាស់មន្ត្រីក្មេងមន្ត្រីប្រុសមន្ត្រីស្រីគឺថាមានរឿងអាស្រូវក្នុងគណៈបកសង្គ្រោះជាតិសហហើយស្មន់ជាមួយសហការីវាយសិចក្នុងបន្ទប់ទឹកវាយសិចក្នុងមន្ទីររដ្ឋសភាវាយសិចមួយយុគ4 10 20ដងគឺថាចេញពីម្ចាស់ page នឹងទាំងអស់បាទហើយដឹងម៉ែដឹងឪដឹងប៉ុណ្ណឹងដែរសង្ស័យខ្ញុំសង្ស័យថាម្ចាស់ page ចាលខោនឹងមានប្អូនស្រីឬម៉ែរបស់គាត់យកទៅឲ្យពួកមន្ត្រីគណៈបកសង្គ្រោះជាតិទៅដេកវាយសិចទេបានដឹងយ៉ាងហ្នឹងបាទបើអស់លោកឯងដឹងប៉ុណ្ណឹងដែរសូមអស់លោកឯងដឹងរឿងសង្គមជាតិខ្មែររឿងជនអន្តោវេសរឿងខ្មែរចំណាត់ស្រុករឿងខ្មែរអត់ការងារធ្វើរឿងយួនយកដីខ្មែររឿងសញ្ញាកុងត្រាទោះសម្បត្តិជាតិខ្មែររឿងដែលប្រជាពលរដ្ឋខ្មែរបាត់ដីធ្លីបាត់ផ្ទះសម្បែងដែលស្រែកតហោយំពេញប្រព័ន្ធ Facebook សូមលោកឯងជួយផ្សព្វផ្សាយឬជួយ share ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានដឹងឬដើម្បីឲ្យសម្ដេចដេជោជួយអន្តរាគមន៍ជួយដោះស្រាយដល់ពួកគាត់ផងដែលបាត់ដីបាត់ធ្លីដែលពួកមន្ត្រីអុកញ៉ាមួយចំនួនឈូសឆាយចិត្តសម្បែងពួកគាត់ទៅណាបងពួកលោកឯងគិតថាដឹងគិតថាខ្លួនខួរក្បាលស្នេហាជាតិស្រឡាញ់ជាតិស្រឡាញ់ជួយធម៌ជួយផ្សព្វផ្សាយផងតែអត់ឃើញអស់លោកឯងជួយចាក់ផ្សាយរឿងទាំងហ្នឹងឯងមានតែរឿងអាស្រូវអត់ប្រយោជន៍ឥឡូវនេះរឿងលោកកឹមសុខាជាមួយសម្ដេចដេជោហើយសម្លេងស្អីអាក់ទាំងទៀតហើយណាចេញពីហ្នឹងមកទៀតហើយហើយកូនខ្មែរលោកឯងគិតថាកូនខ្មែរគេល្ងងខ្លាំងដោយលោកឯងគិតមែនដោយសម័យ79មែនលោកឯងចង់ដឹកចំោះដោយគោដោយកបីចូលដៅហើយលោកឯងតាំងខ្លួនថាលោកឯងស្នេហាជាតិមែនសម័យនេះសម័យ Facebook សម័យអ៊ីនធឺណិតគេមិនតិចស្ដាប់ភ្នែកមើលមាត់និយាយខួរក្បាលគិតមិនដូចពួកលោកឯងមានមាត់និយាយមិនពិតមានភ្នែកមើលធ្វើខ្វាក់
មានតិចស្ដាប់ធ្វើខ្លងមានខួរក្បាលអចេះប្រាចេះតែក្រពងលើកជើងណាលោកឯងខ្ញុំគិតតែកូនខ្មែរល្ងងខ្លោចដូចលោកឯងគិតវាសោះហើយបើលោកឯងខ្លាំងប៉ុណ្ណឹងណាតាំងក្នុង profile account របស់លោកឯងតាំងជារូបភាពមកដាក់រូបភាពលោកឯងមកមិនបាច់ដាក់តាំងអាមេក្បាល7ហ្នឹងទេគ្មានអ្នកណាហ៊ានធ្វើលោកឯងព្រោះលោកឯងក្រពងបានសាក់ពាក់ទៀតចេះក្រពងអញ្ចឹងបើលោកឯងនៅគណៈបកសង្គ្រោះជាតិបើមិនដេកគុកទៅរត់ចោលស្រុកដែរហើយសូមកុំខ្លាចដាក់រូបភាពខ្លួនឯងមកបើចេញមកគ្មានអ្នកណាទៅធ្វើស្អីលោកឯងទេតែលោកឯងបានតែកាត់តូនភាពគេណាពលឹះបំភ្លៃការពិតតែរូបភាពសំបីតែរូបភាពខ្លួនឯងឈ្មោះខ្លួនឯងមិនដាក់ពិតផងណាគេដឹងហើយរឿងនយោបាយក្នុងស្រុកខ្មែរសប្តាហ៍កូនខ្មែរគេដឹងតាមពីកញ្ចៅគូតរបស់គណៈបកប្រជាជនទៀតមានស្អីទេមានតែនយោបាយដែលតាមពី2013មានតែនយោបាយបំបែកបំបាក់គណៈបកសង្គ្រោះជាតិនយោបាយបំបែកបំបាក់ប្រជាពលរដ្ឋខ្មែរកុំឲ្យគ្រប់គ្រងគណៈបកសង្គ្រោះជាតិនិងនយោបាយដែលថាបំផ្លិចបំផ្លាញជាតិសាសន៍ឯងធ្វើឲ្យយ៉ងបរទេសសំបីតែអន្តរជាតិក៏គេសុំកោតខ្លាចដែរនយោបាយហ្នឹងវាអត់មានឃើញចម្រើនដល់ខ្មែរនយោបាយដែលគណៈបកប្រជាជនប្រើសប្ងាយណាកូនខ្មែរគេដឹងតាមគេចៅគូគណៈបកប្រជាជនចង់ធ្វើអីក៏គេដឹងដែរតែអំណាចលើពួកអស់លោកណាពួកលោកឯងខ្លាចឈឹកចាញ់ឆ្នាំ2017 2018ហ្នឹងពួកលោកឯងប្រើលេសគ្រប់វិធីគ្រប់ល្បិចកលអានយោបាយ30កុកហ្នឹងគេមិនដឹងអស់លោកឯងអីអរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានមុននឹងបញ្ចប់ពីនេះពីនោះថ្ងៃនេះខ្ញុំសូមអរគុណលោកបងងៅអេងឡាយពី Ville Juif ប្រទេសបារាំងដែលមានចិត្តមេត្តាខ្ចប់ប្រាក់50 អឺរ៉ូបាទបាត់នៅក្នុងសម្បត្តិផ្ញើតាមប៉ុស្តិ៍មកជួយគាំទ្រវិទ្យុខ្មែរពិភពលោកខ្ញុំសូមអរគុណបាទយ៉ាងជ្រាលជ្រៅលោកមានកូនកំណត់ខ្លីមួយសរសេរមកថាមកដល់បងអូនសវិតជាទីស្រឡាញ់និងរាប់អានដ៏ជិតស្និទ្ធខ្ញុំងើអេងឡាយសូមផ្ញើ50 អឺរ៉ូមកជួយទ្រទ្រង់វិទ្យុខ្មែរពិភពលោកខ្ញុំមិនហ៊ានរំខានយូរទេ En souhaitant bon courage pour la survie de notre nation. À bientôt, Ville Juif. ផ្ញើមកតាំងពីថ្ងៃ25 ខែកុម្ភៈបាទអរគុណបង Et on va voir ce qu'on pourrait faire. Il y a toujours un moyen. សំប្រាំងតិចចាបាទខ្ញុំសូមអរគុណលោកបងហើយក៏សូមអរគុណលោកក្មួយឈុនសុធឿតពី Long Beach រដ្ឋ California ផងដែរចំពោះកាហ្វេ Starbucks បាទតម្លៃ$5ដែលលោកក្មួយចង់ឲ្យខ្ញុំទៅផឹកដើម្បីឲ្យសប្បាយអារម្មណ៍អរគុណបាទអរគុណម្យ៉ាងទៀតខ្ញុំចេះតែភ្លេចមិនបានប្រកាសតាមសន្យាបាទគឺប្រកាសជូនដំណឹងពីហាងលក់ដូណាត់នៅរដ្ឋ Texas គឺមានបងប្អូនខ្មែរ2នាក់លោកមានហាងដូណាត់ហើយចង់លក់ឬឲ្យជួលឬស្អីហ្នឹងផ្សេងឬស្អីហ្នឹងដល់បងប្អូនខ្មែរដែលប្រាថ្នាចង់មានអាជីពជាអ្នកលក់ដូណាត់ហើយនឹងកន្លោជីហើយនឹងភេសជ្ជៈអាចជាកាហ្វេរបៀប Starbucks របៀបអីហើយយើងរៀនធ្វើបានតាបាទបើប្រាថ្នាដូច្នេះសូមអញ្ជើញតាក់ទងនឹងលោកចៅសុភាពទូរស័ព្ទរបស់លោកលេខ714សូមអញ្ជើញគាត់បាទ714 876 8243ម្ដងទៀត714 876 8243ហើយនឹងលោកជ្រូកសំអឿននៅ Texas ដែរតាក់ទងបានតាមរយៈទូរស័ព្ទលេខ214 709 8210ម្ដងទៀត214 709 8210បាទសូមអញ្ជើញតាក់ទងមកសូមឲ្យមានជោគជ័យហើយខ្ញុំក៏សូមអេវ៉ាំងពីនេះពីនោះតែប៉ុណ្ណេះចោះថ្ងៃនេះបាទស្រមែងទៅពេទ្យគេចាក់ថ្នាំឲ្យកើតអាចងឺtrigger finger បាទយ៉ាងហៅស្អីខ្មែរយើងម្រាមដៃវាខ្ទះជាប់ចាស់ទៅវាអញ្ចឹងណាបាទគេចាក់ថ្នាំឲ្យមកសំដេកហ្នឹងចារៀបលាបាទចាំថ្ងៃក្រោយជួបគ្នាទៀត